បាច់ក្បាលវីដេអូដំបូងមកឃើញរូបស្នាក់យកមកបងប្អូនដឹងថារូបស្នាក់ហ្នឹងស្ថិតនៅណាហត់រូបស្នាក់ហ្នឹងគឺរូបស្នាក់បងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរីកុំឲ្យចាំយូរតោះងាយៗខ្លីៗយើងមកធ្វើដំណើរទៅរតនគិរីទាំងអស់គ្នាហើយខ្ញុំគឺធ្វើដំណើរចេញពីខេត្តស្ទឹងត្រែងទៅហើយអត់បានថតអីច្រើនទេគឺទៅដល់រតនគិរីហើយទៅដល់ម្ដុំស្រុកគុនមុំអីហើយបានខ្ញុំបានថតចឹងណាកន្លែងដែលទៅដំបូងគេគឺទឹកធ្លាក់កាចាញអ្នកគ្នាអូទឹកជ្រោះកាចាញនិយាយតាមផ្លូវទេសភាពគឺស្អាតមែនតែរៀងក្តៅបន្តិចអ្នកនរគ្នាហើយក្នុងវីដេអូហ្នឹងគឺរៀងកាត់ច្រើនណាស់អ្នកអត់សូវបានលម្អិតទេហើយដើមឈើនៅហ្នឹងរៀងខ្ពស់រៀងរួយអីចឹងណាហើយមានរូបសនៈដូចដែលយើងឃើញក្នុងវីដេអូហ្នឹងទៅហើយមានផ្ទះគុំកន្លោះគុំកមុំបងប្អូនជាដាប់ភេតិចយើងចឹងណាបងប្អូនដែលធ្លាប់ទៅខាងទឹកជ្រោះកាចាញហ្នឹងគឺធ្លាប់ដឹងហើយគឺទឹកជ្រោះគេរៀងមិនសូវជាធំណាស់តែគេមានតំណរបស់គេចឹងណាគេមានខាងក្រោមអីខ្ញុំចង់មកខាងក្រោមបន្ទាប់ពីចេញពីហ្នឹងបាទខ្ញុំឡើងទៅខាងលើវិញចឹងណាខាងលើក៏ស្អាតដែរនេះទឹកធ្លាក់របស់គេអ្នកគ្នាខ្ញុំបានចូលទៅក្រោមទេហើយអានេះគឺផ្ទះគុំកមុំបងប្អូនជួយដាភេតិចអ្នកគ្នាខ្ញុំអត់ដឹងថាជួយអីទេឈ្មោះរបស់គេមានឈ្មោះតែខ្ញុំអត់ស្គាល់ទេជាស្រែហៀងស្អកកតិចសាចិត្តតែចង់កាហែមក្អកអស់អ្នកគ្នាហ្នឹងឯងអ្នកគ្នាអាចមើលបានតាមហ្នឹងអញ្ចឹងណាហើយបន្ទាប់ពីចេញទៅណាចាបន្ទាប់ពីមើលបន្ទាប់ពីចេញពីទឹកធ្លាក់ជ្រោះកាចាញហ្នឹងមកយើងបន្តទៅច្អុងនេះទឹកធ្លាក់ច្អុងអ្នកគ្នាអត់សូវធំហ្មងទេប៉ុន្តែវាខ្ពស់ជាងណាវារៀងព្រៃភ្នំហើយមានដុំថ្មស្អាតអីចឹងទៅអ្នកគ្នាតែអត់សូវធំហ្មងទេគេមានកញ្ចុះមានអីកន្លែងញ៉ាំអីដែរចឹងណាកន្លែងហ្នឹងខ្ញុំនៅរៀងយូរជាងទឹកធ្លាក់មុនបន្តិចដូចសាតវាស្អាតហើយវាស្ងាត់ចឹងទៅគឺស្រួលក្នុងការថតរូបចឹងណាចឹងក្នុងរយៈពេលមួយថ្ងៃពេញហ្នឹងគឺ2ថ្ងៃដល់គ្នាខ្ញុំទៅ2ថ្ងៃខ្ញុំដេកមួយយប់ហ្នឹងគឺខ្ញុំដើរលេងបាន3 4កន្លែងនៅរតនគិរីប៉ុន្តែរៀងហត់តិចអ្នកគ្នាអើយដោយសារចេញពីកន្លែងមួយទៅកន្លែងមួយតភ្លាមអញ្ចឹងណាហើយនេះតាមផ្លូវធ្វើដំណើរគឺយើងចេញពីទឹកធ្លាក់ច្អុងហ្នឹងយើងបន្តទៅទឹកធ្លាក់មួយទៀតតែខ្ញុំភ្លេចឈ្មោះបាត់ហើយខ្ញុំមកដឹងថាទឹកធ្លាក់ឈ្មោះអីណាខ្ញុំអត់ចាំទេហើយនៅនឹងទឹករៀងខ្លាំងដែរអញ្ចឹងណាទឹកគេទៀបអត់សូវពោះហ្មងតែហូរខ្លាំងហើយមានមនុស្សទៅច្រើននេះខ្ញុំអត់ថតអត់ជាប់ហើយក្តៅណាស់គ្នាដើមឈើវារៀងខ្ពស់ធំអញ្ចឹងណាវាអត់សូវមានស្លឹកឯដោយសារក្តៅវាជ្រុះស្លឹកឯនេះអញ្ចឹងបងប្អូនដែលបានទៅលេងអញ្ចឹងគាត់អាចខមមិនខាងក្រោមផងថាទឹកធ្លាក់នេះឈ្មោះអីអញ្ចឹងខ្ញុំភ្លេចនៅហ្នឹងគឺស្អាតហើយត្រជាក់ហើយស្ដាប់អត់សូវលឺទេបើយើងនិយាយអីគឺតើតែស្រែកដាក់កញ្ចក់គ្នាអ្នកគ្នាខ្ញុំស្ដាយដែរអត់បានយកកៅអៅទៅផ្លាស់មួយទឹកអញ្ចឹងយើងបន្ទាប់ពីទឹកធ្លាក់ហើយគឺយើងមកផ្ទះវិញអញ្ចឹងណាបងប្អូនហើយនេះពេលល្ងាចពេលល្ងាចគឺនៅភ្នំស្វាយគឺខ្ញុំចូលចិត្តជាងគេក្នុងចំណោមនៅរតនគិរីទាំងអស់គឺខ្ញុំដឹងមិនខ្ញុំស្រឡាញ់កន្លែងភ្នំស្វាយនឹងជាងគេដោយសារវាខ្ពស់ហើយមើលពីលើមកឃើញទេសភាពក្រុងបានលងទាំងមូលអញ្ចឹងណាអ្នកគ្នាបានទៅរតនគិរីគឺកុំភ្លេចទៅលេងកន្លែងទាំងអស់ហ្នឹងផងគឺស្អាតខ្លាំងមែនតើឥឡូវគឺធ្វើបានច្រើនជាងមុនអញ្ចឹងណានិយាយទៅគឺស្អាតជាងមុនចាវីដេអូនេះមានតែប៉ុណ្ណាអរគុណ